សួស្តីបងប្អូនទាំងអស់គ្នាអ្នកដែលទៅលេងសៀមរាបមានដែរទៅលេងកន្លែងនេះនៅសម្រាប់ខ្ញុំគឺខ្ញុំទំតែទៅលើកទី1ទេប៉ុន្តែប្លែកអារម្មណ៍មែនតើហ្មងពេលដែលយើងចូលទៅគឺយើងត្រូវទិញសបុតហើយសបុតហ្នឹងក៏មិនថ្លៃណាស់ណាដែរដោះដូរជាមួយនឹងការបានឃើញរបស់ដែលប្លែកដែលយើងមិនដែលបានឃើញណារបស់ទាំងអស់ហ្នឹងគឺមានរបស់ខ្លះគឺគេធ្វើមកបែបធ្វើដោយដៃហើយគេដាក់លក់នៅក្នុងហ្នឹងក៏មានដែរយើងអាចទិញមកបានណាហើយគេមានតម្លៃមានអីបិទនៅលើហ្នឹងចឹងទៅហើយរបស់ដែលគេដាក់នៅក្នុងហ្នឹងគឺម៉ូដតែបុរាណទាំងអស់មានរបស់ខ្លះគឺគេដាក់ក្នុងទូកញ្ចក់អីចឹងទៅរបស់ខ្លះគេដាក់នៅខាងក្រៅហើយរបស់ដែលគេដាក់លក់គឺនៅរៀងខាងក្នុងទៀតអញ្ចឹងណាហើយទេសភាពនៅក្នុងហ្នឹងគេរៀបចំតុបតែងស្អាតមែនតើហ្មងមានចំត្រីមានដើមឈើមានអីចឹងណាយើងមើលទៅគឺឃើញស្អាតមែនតើហ្មងតិចភ្នែកហ្មងហើយគេធ្វើដូចកូនផ្ទះមួយអញ្ចឹងហើយកូនផ្ទះហ្នឹងពេលដែលយើងចូលទៅគឺមានឧបករណ៍មានសម្ភារៈផ្សេងដែលជំនាន់មុនគេប្រើប្រចាំថ្ងៃអីចឹងណាហើយមានរូបថតរូបគំនូរផ្សេងហើយសូម្បីតែរបស់ដូចស្គរនេះអញ្ចឹងគឺមើលទៅក៏ដឹងដែរថាចាស់ហើយតាំងពីជំនាន់ណាក៏យើងអត់ដឹងដែរហើយមានរបស់ផ្សេងដែលបង្ហាញពីវប្បធម៌របស់យើងហើយកន្លែងនេះគឺខ្ញុំមើលហើយគឺខ្ញុំព្រឺមែនតើហ្មងដោយសារតែភ្លើងហើយនឹងបន្ទប់ស្ងាត់យើងចូលទៅតែម្នាក់ឯងទៀតមានអារម្មណ៍ថាឃើញទៅព្រឺហើយមានឧបករណ៍ភ្លេងច្រើនមែនតើដែលខ្ញុំអត់អាចរៀបរាប់នៅក្នុងនឹងអស់ទេសិនជាយើងនៅជំនាន់នោះវិញណាមិនដឹងថាល្អមើលប៉ុន្មានទេวันนี้យើងឃើញគ្រាន់តែថាជារបស់ដែលពីមុនគេយកមកដាក់តាំងឲ្យយើងមើលអញ្ចឹងណាហើយរបស់ខ្លះគឺយើងអត់ស្គាល់ទេដោយសារតែយើងអត់មានជំនាញឬក៏អត់មានការរៀនសូត្រអីឲ្យលម្អិតពីឧបករណ៍ទាំងអស់ហ្នឹងគឺយើងបានត្រឹមតែមើលហើយរបស់ខ្លះគឺគេអត់ឃើញមានជាការដាក់តម្លៃលក់ទេតែរបស់ខ្លះមានហើយមានដូចនេះរបស់អស់នេះអីគឺសិតតែរបស់ដែលគេប្រើនៅតាមផ្ទះបាយនៅតាមជំនាន់មុននៅស្រុកស្រែឬក៏អីគឺគេប្រើហើយដូចផ្ទះបាយបុរាណគេនេះគេរៀបចំមកឡើងស្អាតភ្លឹងហ្មងហើយមានរូបបដិមាច្រើនដែលគេដាក់តាំងនៅក្នុងនឹងកន្លែងនេះអីគឺដូចរបៀបដូចគេរក្សាឈុតពីជំនាន់មុនមានកងដៃកងជើងមានស្បៃមានអីចឹងទៅហើយពេលដែលដើរអញ្ចឹងម្នាក់ឯងអញ្ចឹងទៅមានអារម្មណ៍ថារៀងព្រឺដែរដោយសារតែអ្នកផ្សេងគេនៅមួយធីមផ្សេងទៀតហើយខ្ញុំដើរចូលតែម្នាក់ឯងទេហើយខ្ញុំឃើញរូបគំនូរខ្ញុំស្រឡាញ់មែនតើហ្មងវីដេអូក៏ដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាយើងចាំជួបគ្នានៅវីដេអូក្រោយមួយទៀតបាយ